ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់មករៀនភាសាកូរ៉េនៅ Club Scion School របស់យើងសម្រាប់ថ្ងៃនេះយើងរៀនមេរៀនបន្តអំពីមេរៀនទី45វីដេអូភាគទី2ដែលមេរៀនយើងចំណងជើងគឺ Home Rule ចេញចិត្តនឹងដែរមែនទេហើយថ្ងៃនេះយើងរៀនអំពី The Hwa I ដែលជាការសន្ទនាទី2នៅការសន្ទនាបន្តនៃមេរៀនរបស់យើងអូខេតោះឥឡូវយើងមកមើលការសន្ទនារវាង Juin Chosi មែនទេលោកពូតកែយើងមកពេលតាំងពាក្យថាលោកពូតកែអញ្ចឹងមានតកែប្រុសមែនទេ Juin Chosi តកែប្រុសដល់ពេល Juin Jumoni Juin Jumoni គឺតកែស្រីមែនទេអញ្ចឹងតកែប្រុសតកែស្រីអូខេតោះឥឡូវយើងមើលការសន្ទនារបស់គាត់ទាំងអស់គ្នាហើយយើងធ្វើការបកប្រែការសន្ទនាថ្ងៃនេះក៏ខ្លីដែរមែនទេសន្ទនាខ្លីដែរអញ្ចឹងយើងស្ដាប់ការសន្ទនារបស់គ្នាហើយធ្វើការបកប្រែតោះឥឡូវយើងស្ដាប់ការសន្ទនាជាមួយគ្នា 대화 2 អូខេ 대화 2 오늘 고생 많았어요. 내일은 밭에 비료를 뿌릴 거니까 준비 좀 해줘요. 비료요? 모종은 다음 주에 심을 건데 벌써 비료를 뿌려요? 비료 모종을 심기 전에 뿌려야 돼요. 비료를 먼저 뿌리고 일주일쯤 지난 후에 심어야 모종이 잘 자라거든요. 아, 그렇군요. 제가 들어가서 내일 쓸 비료 잘 챙겨 놓을게요. 오케이 잘 챙겨 넣을게요មែនទេអូខេអញ្ចឹងសន្ទនាយើងខ្លីទេអញ្ចឹងយើងបកប្រែជាមួយគ្នាហើយយើងបន្តមេរៀនរបស់យើងអូខេតោះហើយទីមួយគឺថា 오늘 고생 많았어요 មែនទេអញ្ចឹងពាក្យ 고생이 많다 មានថាធ្វើការហត់នឿយហើយថ្ងៃនេះពាក្យហ្នឹងគឺជាពាក្យលើកទឹកចិត្តទេជាពាក្យលើកទឹកចិត្តដែលគេថា 오늘 고생 많았어요 오늘 고생했어요 ខ្ញុំថាថ្ងៃនេះអ្នកឯងហត់នឿយហើយថ្ងៃនេះអ្នកឯងហត់នឿយច្រើនហើយអញ្ចឹងដល់ពេល 오늘 고생 많았어요 ថ្ងៃនេះហត់នឿយច្រើនហើយបន្តមកគាត់និយាយថា 내일은 밭에 비료를 뿌릴 거니까 준비 좀 해줘요. 네. 준비 좀 해줘요. 솜 주립 좀 아웃. 네. 준비 좀 해줘요. 솜 주립 좀 아웃.ហើយ 비료 យើងបែរថាជីមែនទេ 비료 ជីយើងបែរថាជីហ្នឹងស្រួលស្ដាប់ជាងជីដល់ពេល 뿌리다 បាចមែនទេ 비료를 뿌리다 បាចជីមែនទេហើយផាត់ហ្នឹងគឺដីចំការដល់ពេលទម្រង់កតាអញ្ចឹងកតាកុយជាទម្រង់អនាគតអញ្ចឹងពូរីកតាមានថាម៉េចនឹងបាជីណាដល់ពេលហើយនីកាដូច្នេះអញ្ចឹងមានថាថ្ងៃស្អែកមែនទេថ្ងៃស្អែកនឹងបាជីនៅចំការដូច្នេះជុនប៊ីជុំហេជយោដូច្នេះសូមជួយរៀបចំឲ្យផងដល់ពេលរីស៊ីក៏គាត់និយាយលន់មកថាភីរីយូថាអូបាជីឬណែ모종은 다음 주에 심을 건데 벌써 비료를 뿌려요. 네. 벌써 비료를 뿌려요. nhưng mà 모종 côn này côn púi nhưng phải là púi các bạn đấy côn púi nó rồi có bờ sân gì sâu với phải crop púi này mo종 nó crop púi nó thơm chua simul còn đây là nâng đám nơi tết cày simta những simta nhưng phải thật đam những người đi hàng cắm simta đám đối với 벌써 비료를 뿌려요 đối với taត្រូវបាច់ជាហើយមែនទេណាដូច្នេះតាត្រូវបាច់ជាហើយមែនទេហើយ벌써នេះយើងប្រែថារួចរាល់ពេលខ្លះណាតែពេលខ្លះយើងក៏យើងប្រែថាឲ្យហើយក៏បានដែរ비료 벌써 비료를 뿌려요ប៉ុន្តែត្រូវបាច់ជាឲ្យហើយមែនទេអញ្ចឹងក៏បានដែរអញ្ចឹងយើងឆ្នាំlại 벌써នេះមួយផងកលៈទេសៈខ្លះយើងប្រែ벌써 했어요រួចរាល់ហើយ벌써 했어요រួចរាល់ហើយដល់ពេល 벌써 비료를 뿌려요 ណាតើត្រូវបាច់ជារួចជាមុនហើយឬទេអញ្ចឹងឬក៏ត្រូវបាច់ជាហើយមែនទេអញ្ចឹងក៏បានដែរតោះនេះដល់អញ្ចឹងឡែកហ្នឹងយើងព្យាយាមចំណាំខ្លះទៅបងប្អូននឹងអាចបកប្រែបានដែរអូខេបន្តមកបានតកែស្រីគាត់និយាយថា 모종을 심기 전에 뿌려야 돼요 មែនទេ농기 전에 យើងបែរថាមុនពេល nhưng 모종을 심기 전에 là muốn pe đam côn pu nhẫn
뿌려야 돼요.ត្រូវតែបាច់អីបាច់ជីហ្នឹងហើយមែនទេយកជីត្រូវតែបាច់ជីមែនណាត្រូវបាច់ជីមុនដាំគ្រាប់ពូជឬក៏ត្រូវបាច់ជីមុនដាំកូនពូជហ្នឹង 비료를 먼저 뿌리고 일주일쯤 지난 후에 심어야 모종이 잘 자라거든요. 왜냐면 비료를 먼저는 빨리 못면에 일주일쯤ប្រហែល មួយសប្តាហ៍ 지난 후에 កន្លងផុតទៅ 지난 ហ្នឹងកន្លងហួសមែនទេ 후에 ក្រោយមក 지난 후에 ក្រោយពេលកន្លងហួស ប្រហែល មួយសប្តាហ៍មក 심어야 ត្រូវតែដាំ 모종이 잘 자라거든요. មែនថាកូនពូជហ្នឹងដុះបានល្អឆារតាដុះឬក៏ធំធាត់ដុះឡើងឬក៏ធំធាត់ក៏បានឆារតាបើសម្រាប់មនុស្សយើងប្រែថាធំធាត់មែនទេវាសម្រាប់រុក្ខជាតិយើងប្រែថាដុះក៏បានដែរតោះអញ្ចឹងយើងប្រែម្ដងទៀតគឺថាជីហ្នឹងគឺត្រូវបាច់មុនណាជីហ្នឹងត្រូវបាច់មុនហើយកន្លងហួសទៅប្រហែលជាមួយសប្តាហ៍ត្រូវដាំអញ្ចឹងហើយmo종이 잘 자라거든요. ដូច្នេះហើយគឺគ្រប់ដូច្នេះហើយកូនពូជហ្នឹងគឺធំធាត់បានល្អអញ្ចឹងអាកូនទុនញយើងប្រែទៅដោយសារតែក៏បានដែរព្រោះវាជាទំនួលហេតុផលយើងប្រែក៏បានបើសិនយើងប្រែថាដោយសារតែត្រូវបាជីមុនហើយកន្លងផុតទៅមួយអាទិត្យហ្នឹងយើងដាំកូនពូជទៅគឺវាធំបានល្អតោះនេះmo종이 잘 자라거든요. ណាកូនពូជហ្នឹងធំបានល្អអូខេដល់ពេលអញ្ចឹងហើយបានរីគាត់និយាយថា그렇군요. អញ្ចឹងទេមែនទេមានថាតកែស្រីគាត់បញ្យល់ថាមុនដាំកូនពូជហ្នឹងគឺយើងត្រូវបាច់ជីជាមុនដោយសារអីយើងបាច់ជីមុនហើយកន្លងផុតទៅប្រហែលជាមួយសប្តាហ៍យើងដាំកូនពូជនោះនឹងធំលូតលាស់បានល្អអញ្ចឹងហើយបានអារីនេះគាត់យល់គាត់ថា그렇군요. អញ្ចឹងទេឬក៏ខ្ញុំយល់ហើយ그렇군요. ខ្ញុំយល់ហើយ 제가 들어가서 내일 쓸 비료 잘 챙겨 놓을게요. 네네. 들어가서 ចូលទៅយើងnói là 쓰다 យើងបែរតែប្រើមែនទេដល់ពេលគេដាក់ថា 쓸នឹងប្រើដូចខ្ញុំបានបញ្ជាក់ពីមុនអញ្ចឹងរីអ៊ឺគឺយើងប្រើសម្រាប់ទម្រង់អនាគតដល់ពេលនីយឺនយើងប្រើទម្រង់អតីតកាលបើដាក់ស៊ឹនភីរីយូជីដែលបានប្រើដល់ពេលស៊ឺភីរីយូជីដែលនឹងប្រើអញ្ចឹងណាដល់ពេលឆេងយកនៅកែថាខ្ញុំនឹងចូលទៅហើយរៀបចំឲ្យបានល្អនៅជីដែលនឹងប្រើនៅថ្ងៃស្អែកតោះនេះអញ្ចឹងអាឡៃរីអ៊ឺនេះយើងចំណាំទាំងអស់នេះព្រោះស៊ឺដាយើងចេះអ្នកខ្លះគាត់ចេះស៊ឺដាប៉ុន្តែដល់ពេលគេដាក់ស៊ឺអញ្ចឹងគាត់ដឹងប្រែថាម៉េចទេតោះនេះអញ្ចឹងអាស៊ឺហ្នឹងគេយករីអ៊ឺសម្រាប់បង្កើតទៅជាទម្រង់អនាគតកាលនឹងមកដាក់មកហើយយកទៅឆៃ dictionary ក៏បានដែរអូខេអញ្ចឹងនេះគឺជាអត្ថបទសន្ទនារបស់យើងនៅមេរៀនទី45របស់យើងហើយវាខ្លីទេមែនទេសម្រាប់បងប្អូនដែលមើលហើយមានអ្នកឆ្លងវាខាតទៅក្រោយហើយខាំមួយនោះអ្នកនរនឹងយល់ហើយអូខេតើឥឡូវយើងមើលអំពី cook review យើងប្រែប្រភេទគ្រាប់ធញ្ញជាតិក៏បានដែរ cook review ប្រភេទគ្រាប់ធញ្ញជាតិឬក៏គ្រាប់ធញ្ញជាតិធម្មតាក៏បានដែរគាត់ថា review នេះពីចឹងយើងប្រែថាប្រភេទអញ្ចឹងណាទៅប្រយើងប្រែថាស្រូវដល់ពេល phori នេះយើងប្រែថាស្រូវបាឡេវាឈ្មោះរបស់គេអញ្ចឹងដល់ពេលខ្លះខ្ញុំស្មានថា phori ហ្នឹងជាស្រូវសាឡៃដែរវាស្តៀងគ្នាណាដល់ពេល meal នេះយើងប្រែថាស្រូវសាឡៃសម្រាប់យកស្រូវសាឡៃអូខេបន្តមកទៀតគឺខុងខ្ញុំប្រែថាសណ្ដែកខុងបើសិនជាសណ្ដែកខ្មៅក៏មើលខុងមែនទេសម្រាប់អ្នកដែលខ្សោយកាល់ស្យូមគឺយើងអាចញ៉ាំសណ្ដែកហ្នឹងបានអូខេហ្នឹងគឺប្រភេទគ្រាប់ធញ្ញជាតិឥឡូវយើងមកមើលពាក្យតាក់ទងនឹងកសិកម្មទី2 nung of e nung of e នេះយើងមើលពាក្យតាក់ទងនឹងកសិកម្មទី1គេដាក់키우다 재배하다
ពាក្យទាំងអស់ហ្នឹងយើងប្រែថាធំធាត់រិចធំធាត់លូតលាស់អញ្ចឹងប៉ុន្តែសម្រាប់ Q តានេះយើងអាចប្រើជាមួយមនុស្សបានAQIO យើងអាចប្រើជាមួយរុក្ខជាតិក៏បានប្រើជាមួយមនុស្សក៏បានតោះនេះហ្នឹងសម្រាប់ Q តាប៉ុន្តែដល់ពេល Q តានេះយើងអាចប្រើជាមួយនឹងសត្វជាមួយនឹងរុក្ខជាតិនេះក៏បានប្រើជាមួយនឹងសត្វក៏បានដែរឬ Kiroyo មែនទេយើងចិញ្ចឹមកូនឆ្កែអញ្ចឹងទៅហើយជាពេលហាត់នេះយើងប្រើតែជាមួយធុញរុក្ខជាតិហ្នឹងហើយតោះនេះអញ្ចឹង Q តានេះជាមួយមនុស្សក៏យើងប្រើ Q តាយើងប្រើជាមួយសត្វអញ្ចឹងប៉ុន្តែបើរុក្ខជាតិយើងអាចប្រើទាំង3ហ្នឹងតែម្ដងបន្តមកទៀតគឺ Kotuda ហើយនឹង Suvakada យើងប្រែថា promo ផងឬក៏ច្រូតកាត់ហ្នឹងហើយបន្តមក Tada យើងប្រែថាបេះមែនទេយើងចាប់កាន់មកយើងទាញចេញមកគឺបេះ Tada យើងប្រែថាបេះបន្តមក Keda នេះយើងប្រែថាជីកមែនទេជីកកំឡុងជីកអីហ្នឹងគឺយើងជីកចេញហ្នឹង Keda ហើយពាក្យបន្តមកទៀត Piriu ឬ Purida Piriu ឬ Purida មានន័យយើងបាជីមែនទេ Piriu Purida បាជីហើយ Sia Purida បាគ្រាប់ពូជហ្នឹងSia នេះគឺគ្រាប់ពូជណា Sia Purida បាគ្រាប់ពូជហ្នឹងសម្រាប់យើងបាច់ស្រូវបាច់អីបាច់ស្រូវបាច់ស្ដែកអីមែនទេដល់ពេល Mojungu Simda មានដាំកូនពូជអញ្ចឹងនេះកូនពូជហ្នឹងហើយកូនដែលយើងបន្តហើយណាអញ្ចឹង Mojungu Simda Mojungu Simoyo មែនទេដល់ពេល Muru Chuda បើសិនយើងប្រែថាឲ្យទឹកក៏បានពីព្រោះពេលខ្លះដល់ពេលដែលយើងចិញ្ចឹមសត្វយើងបើ Muru Chuda មែនទេដល់ពេលវាមុខជាតិអញ្ចឹងប្រែថាសោយទឹកអញ្ចឹងក៏បានដែរសោយទឹកហើយពាក្យបន្តមកទៀតគឺ Korumu Chuda អញ្ចឹង Korumu Chuda នេះយើងដាក់ជីដែរប៉ុន្តែជីហ្នឹងជាប្រភេទជីកំប៉ុស្តឬក៏ជីគេហៅជីធម្មជាតិណាអញ្ចឹងមានអីលិមួកសាបស្មៅឬក៏អីដែលវារលួយហ្នឹងគេហៅជីធញ្ញជាតិជីធម្មជាតិអស់នេះមិនមែនធញ្ញជាតិទេធម្មជាតិដូចជាលិមួកសត្វយើងឃើញក្នុងរូបនេះលិមួកសត្វទឹកនោមសត្វរបស់ស្មៅងាប់អីហ្នឹងអាហ្នឹងគេហៅថាករឹមតើនេះអញ្ចឹងជីបណ្ដាជីហ្នឹងធម្មជាតិករឹមឈូដាមានដាក់ជីធម្មជាតិហើយចាប់ចូលឬពុបតាអញ្ចឹងចាប់ចូលនេះគឺស្មៅដល់ពេលពុបតាគឺដកអញ្ចឹងដកស្មៅចេញពីដំណាំយើងហ្នឹងផលលេឬចាប់តាមានចាប់ដងកើផលលេចាប់ដងកើដល់ពេលក្លាត់ផាគីផលលេមែនទេខ្ញុំផលលេខ្ញុំគាត់ថាផាគីផលលេក្លាត់ដល់ពេលតកៅទៅទេគឺផលលេពេលនងយ៉ាគឺឈីដាបាញ់ថ្នាំនងយ៉ាគឺឈីដាបាញ់ថ្នាំកសិកម្មហ្នឹងនងយ៉ាគឺឈីដាអញ្ចឹងនេះគឺពាក្យតាក់ទងនឹងកសិកម្មអញ្ចឹងបងប្អូនអ្នកកសិកម្មស្គាល់មែនទេហើយបងប្អូនខ្លះក៏ចេះចាំពាក្យគេនិយាយពេលគេនិយាយមកក៏ស្ដាប់បានក៏យល់ប៉ុន្តែគាត់អត់ដឹងថាពាក្យហ្នឹងគឺស្អីមិនឬក៏ប្រែថាម៉េចអញ្ចឹងបងប្អូនអាចមើលនៅកន្លែងនេះគឺចេះទាំងអស់គ្នាហើយអូខេយើងពាក្យយើងមានប៉ុណ្ណឹងឥឡូវយើងមករៀនទម្រង់វេយ្យាករណ៍ key shot ណែទម្រង់ key shot ណែយើងប្រែថាមុនពេលមែនទេមុនពេលធ្វើអីមួយមែនទេផាបលមក key shot ណែសុនស៊ីសយមែនទេមុននឹងញ៉ាំបាយត្រូវលាងថ្ងៃហើយទម្រង់ដែលផ្ទុយនឹង key shot ណែគឺញឿនហួរមែនទេញឿនហួរបើតែក្រោយពេលមែនទេក្រោយពេលអញ្ចឹង key shot ណែញឿនហួរញៀនបាត់លឿនមួយមែនលឿនហួរអញ្ចឹងមកក្រោយពេលអញ្ចឹងអានេះក្រោយពេលនេះមុនពេលបើសិនជាយើងនិយាយជាសម្រួលតែម្ដងគីឆណែយើងប្រើសម្រាប់និយាយនៅសកម្មភាពអ្វីមួយដែលយើងត្រូវធ្វើនៅប្រយោគទី2មុននឹងទទួលបានប្រយោគទី1ឬក៏យើងនិយាយដើម្បីបង្ហាញថាត្រូវធ្វើប្រយោគទី2មុនហើយចាំធ្វើប្រយោគទី1តោះនេះព្រោះប្រយោគហ្នឹងមានពី2មានមុខ key channel 1ក្រៅ key channel 1អញ្ចឹងនៅពេលដែលឃើញ key channel យើងនឹងថាត្រូវធ្វើប្រយោគក្រោយ key channel ហើយបានយើងមកធ្វើប្រយោគមុខ key channel ហើយយើងបែរថាមុនពេលហ្នឹងយើងនិយាយតែខ្លីណាហើយដល់ពេលនឿនហួរមានធ្វើខាងមុខហើយបន្ទាប់មកបានធ្វើខាងក្រោយអូខេអញ្ចឹងវាផ្ទុយគ្នាតែប៉ុណ្្នឹងទេ
ប៉ុន្តែដល់គេការប្រយោគរបស់គេជាភាសាក្រែវិញគេដាក់ថាធុងខ្សែពុទ្ធអតុនហេងវីណាសង្ថេកាអភេអូនុនសាស៊ីលពូដាស៊ីកានសង្អប្សនុនអប្សអ៊ីនុនកសិលណាត់ថានតាស៊ីកានសង្អប្សយើងប្រែថាមុនពេលឬក៏តាន់ពេលក៏បានដែរស៊ីកានអប្សប៉ុន្តែឡៃនេះយើងប្រែថាមុនពេលដោយសារទំនងគីច្រើនយើងប្រែថាមុនពេលមែនទេហើយសាស៊ីលយើងប្រែការពិតហើយអូនុនសាស៊ីលការពិតដែរនឹងមកដល់ពេលអាប់ខាងមុខសង្ថេស្ថានភាពអត់ទន់ហែងវិសកម្មភាពអ្វីមួយណាតោះអញ្ចឹងយើងប្រែទាំងអស់ទាំងដល់ណាទំនងគីច្រើនណែនេះទំនងគីច្រើនណែនេះយើងប្រែដល់ក្រោយគេអាសាប់ហើយបង្ហាញអំពីការកើតមុននៅពេលវេលាដែលវាកើតមកអីគេសាអូនសាស៊ីលពូតាវាកើតមកជាងការពិតជាងស្ថានភាពឬក៏សកម្មភាពដែលនឹងកើតមកបើសិនជាយើងនិយាយអញ្ចឹងរៀងបាក់ស្អិតមែនទេតោះខ្ញុំប្រែម្ដងទៀតណាគី channel យើងប្រើដាក់ក្រោយគេអាសាប់ដើម្បីបង្ហាញនៅការកើតឡើងនៅសកម្មភាពមុនពេលអីមុនពេលរឿងឬក៏ស្ថានភាពដែលនឹងកើតឡើងនៅខាងមុខការពិតមានន័យថារឿងដែលវាមកមុននឹងការពិតដូចជាឥឡូវយើងមើលឧទាហរណ៍ទី1វិញយើងនឹងយល់បន្ថែមគេថាភីនីឬថប់គីច្រើនណែខឬមើលមុនឆោជូសេអគេថាមុនពេលក្របភីនីវាប្រែថា plastic មែនទេនៅពេលដែលក្រប plastic ហ្នឹងសូមដាក់អីខឬមើលមុនចោជូសេសូមដាក់ជីធម្មជាតិមុនអញ្ចឹងអារឿងដែលវាកើតឡើងមកមុននេះអញ្ចឹងវាកើតឡើងមុនរឿងដែលកើតឡើងការពិតអញ្ចឹងអភេអូនសាស៊ីលគឺរឿងដែលកើតឡើងដែលនឹងកើតឡើងមកខាងមុខនឹងការពិតហើយស៊ីកានសាំងអប្សរនេះរឿងដែលកើតមុនហ្នឹងគឺគេឬមើលមុនចោជូតាអញ្ចឹងការប្រយោគរបស់គេនេះយើងរៀងវាយល់តិចបើសិនជាយើងមើលអត់ទាន់តែបើសិនយើងនិយាយស្រួលស្ដាប់ដែលខ្ញុំបានបញ្យល់ពីដំបូងមានថាយើងត្រូវចាំថាទំនុកគី channel នេះទំនុកគី channel នៅទំនុកគី channel នេះយើងត្រូវធ្វើសកម្មភាពខាងក្រៅវាមុនបន្ទាប់មកយើងត្រូវធ្វើសកម្មភាពខាងមុខវាអញ្ចឹងយើងចាំតែប៉ុណ្្នឹងទៅគឺយល់ហើយទាំងអស់នេះយើងមានតម្រងគី channel យើងប្រែថាមុនពេលហើយនៅពេលដែលគេនិយាយមកយើងត្រូវដឹងថាប្រយោគខាងមុខនិងប្រយោគខាងក្រោយអញ្ចឹងយើងត្រូវធ្វើប្រយោគខាងក្រោយមុនបន្ទាប់មកបានយើងធ្វើប្រយោគខាងមុខតើណាអូខេអញ្ចឹងយើងមើលឧទាហរណ៍យើងបន្តការនិយាយថាមុននឹងក្រប plastic ហ្នឹងសូមដាក់ជីធម្មជាតិមុនអញ្ចឹងទៅពេលណាបាទ걸음을 주고 나서 비닐을 덮을 게요. 그냥គាត់នឹងដាក់ជីធម្មជាតិហើយហ្នឹងណាគូណាសរួចហើយណាយើងគូតម្រុំគូណាសនៅពេលយើងធ្វើសកម្មភាពមួយចប់ហើយបន្តទៅធ្វើសកម្មភាពមួយទៀតអញ្ចឹងយើងប្រើតម្រុំគូណាសតើណាអញ្ចឹងជូគូណាស비닐을 덮을 게요. ក្រោយពេលណាគាត់នឹងដាក់ជីធម្មជាតិហើយបន្តមកគាត់នឹងក្រប plasticនេះក្របស្បោងសម្រាប់អ្នកកសិកម្មគឺគាត់ដឹងហើយយើងគេយកអាស្បោងខ្មៅក្របឬក៏ស្បោងពណ៌សក្របនៅលើរងដាំធម្មជាតិហ្នឹងមែនទេអូខេអញ្ចឹងនេះគឺគី channel ហើយការប្រើគឺទាំងពាក្យបញ្ចប់ដោយភាសាឬបញ្ជញ្ញៈគឺយើងប្រើគី channel ដូចគ្នាតោះឥឡូវទី2ការគាត់និយាយថានុងយ៉ាគឺឆុកកែពូសំទោសដល់នេះនុងយ៉ាគឺចុកកែ쓰려면 농약을 치기 전에 벌레를 잡는 게 좋아요. 매네. 벌레를 잡는 게 좋아요. chia ló cứ chăm đòn cơ mùn những tròn này những mùn bố chứ mình là chọc kê phải là tịnh đó bên nông gia cứ chọc kê sư đáប្រើថ្នាំតិចប្រើថ្នាំកសិកម្មតិចយើងមើលអានុងយ៉ាគឺចុកកេស៊ឺដាធំនេះប្រើថ្នាំកសិកម្មតិចតើណានុងយ៉ាគឺចុកកេស៊ឺដាខ្ញុំប្រើថ្នាំកសិកម្មតិចដល់ពេលទំងរៀលមានណាប្រសិនបើមានបំណងឬក៏ប្រសិនបើចង់យើងថាប្រសិនបើចង់ប្រើថ្នាំកសិកម្មតិចនុងយ៉ាគឺ 치기 전에 មុនពេលបាញ់ថ្នាំកសិកម្មហ្នឹង
벌레를 잡는 게 좋아요. 지가로 dương chắp gì đấy chắp đòn cờ rồi có cá chắp đòn cờ cho những chia cá chỉ cả lò ok chẳng mình ta mình ta bờ sân dương trong pra tham cả xem ở tận nắng chỉ cả lò dương trời chắp đòn cờ tránh muôn pe bánh tham nằng tuần đấy rất là bây giờ chắp từ cái chỉ nhỏ hết chừng bánh tham tận tới cứ 괜찮아요 vì ở miền bánh hà thì phụ từ cái chắp cho nhau hay mà đấy 답변 하나 건지다 네 그럼 오늘은 벌레를 잡아야겠네요. 반정 ngày ní nhôm trời tay chạp đón 잡아야겠네요. 그리고 cái nhôm đang trời tay chạp đón cờ rồi. Bên này giống 그럼 vô lại đi chúng ta thành chân này này, chắc là vì muốn nó giống nó bây giờ giống trái giống thợ mưa thành phiếp thành cá chết này. Giống nó bây lại đi chúng ta thành chân ngày ní nhôm đang trời chạp đón cờ. Ok, tí 7 cá còn gì ta 한국에 오기 전에 무슨 일을 했어요? ta banធ្វើការងារអ្វីមុនពេលមកប្រទេសកូរ៉េមែនទេអញ្ចឹងយើងអាចប្រែបានច្រើនរបៀបយើងអាចប្រែតើបានធ្វើការងារអ្វីមុនពេលមកប្រទេសកូរ៉េឬក៏យើងប្រែមួយទៀតថាមុនពេលមកប្រទេសកូរ៉េតើបានធ្វើការងារអ្វីមែនទេអត្ថន័យដូចគ្នាតើវាខ្សែឋានយសយោខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុនយ៉ាងវាខ្សែឋានីតាធ្វើការនៅក្រុមហ៊ុនដល់ពេលយើងប្រើជាអតីតកាលខ្ញុំបានធ្វើការនៅក្រុមហ៊ុនតោះនេះបងប្អូនអញ្ចឹងនេះគឺជាការប្រើទម្រង់គីឆនដែរមានន័យថាទម្រង់គីឆនដែរយើងគ្រាន់តែចាំដូចខ្ញុំបានជម្រាបអញ្ចឹងធ្វើសកម្មភាពខាងក្រោយមុនតមកធ្វើសកម្មភាពខាងមុខហើយបើទម្រង់អ៊ុនហួរយើងប្រើយើងធ្វើខាងមុខហើយបន្តមកបានមកធ្វើខាងក្រោយអញ្ចឹងទម្រង់ពីរហ្នឹងគឺផ្ទុយគ្នាមុនពេលក្រោយពេលតោះណាអូខេអញ្ចឹងវេយ្យាករណ៍យើងធ្វើនឹងចោះហើយយើងបន្តមកអនុវត្តម៉ាត់ជាមួយគ្នាតោះទី1ទី2 연습 2 일단 그림에 맞는 표현은 보기에서 고란 넣으세요. 매네. tạo dựng mơ rút hai chữ đã chuẩn bị bản tâm trời. Nhưng mơ ní quạt bông bài crop bút mẹ nè giống cứ 씨앗을 뿌리다. 보다 많이 그 bông tay sỏi tật. giống sỏi tật cứ 물을 주다. còn cái vùng đã chi giống chi nó chi thò mà chiết này nè rồi tới chi nó giống 걸음을 주다 hai bữa đó giống bao smile giống cứ 잡초를 뽑다 giống cứ lấy hai 뒷방 cứ 캐다 này 캐다 ok những biết ý sợ dương mà hiện hàng lời hái tao mới giờ một phơi lùm hạt mà chơi mình tập thì cái đã 그림을 보고 디저네를 사용해서 대화를 완성하세요. dương mưa rút hái cho cả sản phẩm đã ra tầm rống ký trò này ok tao hà lời dương mà bình cho một cái thêm đó dương khơi mơ ní mũi bánh tháng năm này nè đó về tao máu ní thổ mà thao ta cái đó người ta ta từ bé fly bình po đấy mày đấy bé fly bình po thế đọc về chấm dân thời đã tao mày đại cuối lợi ní muối rút bánh tháng muối tiết rút bé bình po mày đấy nhớ nhiều đấy thời đã tao mày đại nông gia cái puri chọn đấy ta theo mày đấy cuối bữa sinh trước bánh tháng bé mày đấy pol mày đấy bánh tham ai chọn bây giờ mình nhắm ấy cứ bự giống người ta nhiều năng bán thế ở thế giống nung gia cứ 뿌리기 전에 이게 다 따야 돼요. 네, 따야 돼요. bây giờ mình là ở thế từ tại bé muốn về bánh tháng năm buổi bữa sinh thì dân bánh tháng năm hai chừng bé cứ vía việc bồi trái tạo tê trời bé muốn về bánh tháng năm do bánh tháng mấy bé ăn theo ok ta tí cái gì thằng mua rưỡi chục cái ta nâng sao tập đấy giống ra cái đã ăn nhiều hay cả muốn cứ bói smile giống bói smile cứ chập chỗ giống là ở tê cái chập chỗ 이렇게 다 잡초를 내 강러 맞니? 잡초를 뽑다. 맞네. 영 잡초를 뽑기 전에
ប៉ុន្តែយើងស្រោចទឹកមុនមិនត្រូវចាប់ជួរពុកច្រើនណាស្រោចទឹកមុនដកស្មៅយើងដកស្មៅស្រោចទឹកមិនត្រូវមែនទេមូលគូជូគីច្រើនណាប៉ុន្តែនេះគេដាក់បោចស្មៅបន្តមកស្រោចទឹកអញ្ចឹងដាក់ថាម៉េចដល់នេះចាប់ជួរពុកគីច្រើនណាមូលឈូតាដល់យើងធ្វើកសិកម្មយើងស្រោចទឹកមុនឬក៏យើងដកស្មៅហើយមិនស្រោចទឹកបើសិនយើងដាក់ទៅស្រោចទឹកត្រូវដកស្មៅមុនពេលស្រោចទឹកអញ្ចឹងមូលឈូគីច្រើនណាមិនត្រូវមែនទេអញ្ចឹងខ្ញុំសរសេរនេះគឺខុសហើយពីព្រោះអីយើងធ្វើសកម្មភាពនេះគឺត្រូវនេះត្រូវបោចស្មៅមុនអញ្ចឹងឆាប់ចូលអានេះមូលឈូគីច្រើនណាឈូគីច្រើនណាតើមកគេឆាប់ចូលPopaya ya Popaya theo này nè muốn pe sao cho nó trời đỏ smileប៉ុន្តែអ្នកនេះនៅកន្លែងលើនេះក៏ខ្ញុំមានថាខុសដែរមែនទេពីព្រោះអីគេដាក់រូបនេះជាទី1រូបនេះទី2យើងត្រូវបាញ់ថ្នាំឲ្យបានបេះមែនទេអញ្ចឹងប្រហែលជាថ្នាំកសិកម្មនេះបេះឲ្យញ៉ាំអត់ទល់ទេអញ្ចឹងបាញ់គេដាក់រូបនេះទី1រូបនេះទី2អញ្ចឹងវាថាធ្វើសកម្មភាពនេះហើយបានមកធ្វើសកម្មភាពនេះមែនទេអញ្ចឹងគាត់ថាបើសិនជាយើងបែបហ្នឹងយើងមិនដាក់ដូរមែនទេដូរគេតាគីឆនមែនថូម៉ាថូរតាគីឆននុងយ៉ាកពូរីយ៉ាហេតើណាមុននឹងបេះយើងត្រូវបាញ់ថ្នាំមុនអញ្ចឹងឡើយនេះយើងគ្រាន់តែដូរទេយើងបាញ់ថ្នាំហើយបានបេះឬក៏បេះមុនបាញ់ថ្នាំតែសម្រាប់នៅស្រុកខ្មែរយើងបើសិនយើងបាញ់ថ្នាំហើយយើងបេះអាហ្នឹងវាពុលមិនដែលស្រាប់នៅកូរ៉េខ្ញុំក៏មិនសូវជាច្បាស់ដែរប្រហែលជាគាត់បាញ់ណាបើយើងមើលតាមរូបសញ្ញាព្រួយនេះគឺយើងបាញ់ថ្នាំហើយយើងបេះតែជាគេបាញ់មុននឹងមកទឹកហើយគេបេះអត់ពុលទេអញ្ចឹងឲ្យតែអ្នកនេះយល់ពីរបៀបប្រើទម្រង់ key channel នេះគឺអាចប្រើបានដែរមានថាយើងអាចប្រើថាត្រូវធ្វើមួយណាមុនអញ្ចឹងយើងអាចរៀបបានដែរត្រូវបាញ់ថ្នាំមុនបេះឬក៏បេះហើយបាញ់ថ្នាំអញ្ចឹងមួយណាក៏យើងអាចនិយាយបានស្ដាប់បានដោយសារយើងយល់ពីទម្រង់វេយ្យាករណ៍របស់យើងហ្នឹងមែនទេអូខេអញ្ចឹងនេះគឺជាមេរៀនរបស់យើងភាគទី2ហើយបញ្ចប់ត្រឹមហ្នឹងហើយសម្រាប់បងប្អូនដែលមានចម្ងល់ពីវេយ្យាករណ៍យើងឬក៏ពាក្យឬក៏ប្រយោគសន្ទនារបស់យើងបងប្អូនអាច comment នៅខាងក្រោមវីដេអូខ្ញុំនឹងធ្វើការបកស្រាយបន្ថែមនៅចម្ងល់បងប្អូនទាំងគ្នាអញ្ចឹងអរគុណទេសម្រាប់ការតាមដានហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់នៅវីដេអូក្រោយជំរាបលាទាំងអស់គ្នា